bạnលើយើងចូលមកដល់ទំព័រទី4គឺ introduce ការណែនាំ and greet people ហើយនឹងការស្វាគមន៍មនុស្សម្នានៅត្រង់ vocabulary ខ្មែរយើងបកថាវាស័ព្ទយើងនឹងសិក្សាពី occupation គឺអាជីពឬក៏មុខរបរហើយនៅក្នុងនេះអ្នកនរគ្នាឃើញពាក្យថា an accountant បកថាគណនេយ្យករ teller គឺបុគ្គលិកធនាគារដែលផ្ដល់ព័ត៌មានជូនភ្ញៀវ mechanic គឺជាងជួសជុលរថយន្តជួសជុលម៉ូតូ nurse គឺមានន័យថាជាគិលានុបដ្ឋាយិកា lawyer គឺមេធាវី sales person បុគ្គលិកអ្នកលក់ secretary លេខាធិការ administrative assistant គឺជំនួយការផ្នែករដ្ឋបាល tour guide គឺមគ្គុទ្ទេសក៍ទេសចរណ៍ electrician គឺជាងអគ្គិសនី architect គឺបកថាស្ថាបត្យករបាទសូមអរគុណ